Hello ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើម្ទេសឆាទុកលក់នំប៉័ងសាច់បងប្អូននេះម្ទេសឆាដែលខ្ញុំធ្វើនេះធៀមលក្ខណៈដល់នេះខ្ញុំដាក់ផេងឆាហើយនឹងដាក់ខ្ទឹមបងប្អូននេះខ្ទឹមគ្រាន់តែខ្ទឹមខ្ញុំហ្នឹងជិត5គីឡូបងប្អូនមើលហើយនេះម្ទេស5គីឡូបងប្អូននេះប៊ីចេងស្ករម្សៅរ៉ូឌីទឹកថៃហើយនឹងប្រេងខ្យងបងប្អូនខ្ញុំឈ្ងុយដល់នេះខ្ញុំកំពុងតែកូរខ្ទឹមមានរសជាតិឈ្ងុយកំពុងតែកូរខ្ទឹមឈ្ងុយទេបងប្អូនបានចឹងនេះបងប្អូនជម្រាបលាបាយបាយជួបនៅវីដេអូក្រោយទៀតព្រោះអីតិចទៀតខ្ញុំដាក់គ្រឿងដាក់អីធ្វើដៃមួយអត់កើតបងប្អូនថតបដាធ្វើបដាអត់កើតព្រោះអីអត់មានដងកាមេរ៉ាទូរស័ព្ទផងបានចឹងនេះបងប្អូនជម្រាបលាបាយបាយជួបនៅវីដេអូក្រោយទៀតបាយបាយសុខសប្បាយ